ចាតោះថ្ងៃនេះយើងទៅធ្វើចំណាត់ទី16ទំព័រទី77ក្រោយពេលយើងអានចំណាត់ចប់យើងស្រង់បំរាមបានមួយចំនួននិងអនុវត្តធ្វើលំហាត់ដោយតាមដំណោះស្រាយនេះចំណុចអក្សរកនៅក្នុងចំណាត់ទី16នេះគឺយើងរកប្រវែងផ្លូវដែលត្រូវលើកសរុបអញ្ចឹងយើងគណនានេះតាមរូបមន្តបរិមាត្រគឺបណ្ដោយបូកទទឹងគុណនឹង2ដើម្បីរកបានយើងត្រូវដឹងអំពីប្រវែងបណ្ដោយនិងប្រវែងទទឹងខ្សែគេប្រាប់ថាទទឹងខ្លីជាងបណ្ដោយដូច្នេះយើងត្រូវគណនាដោយធ្វើវិធីដកបែបនេះនេះគឺជាប្រវែងទទឹងចាអញ្ចឹងយើងដាក់តាមរូបមន្តមកយើងចំនួនលេខចូលចម្លើយបានបែបនេះនេះគឺជាប្រវែងផ្លូវដែលត្រូវលើកចាយើងមើលមកចំណុចអក្សរខម្ដងគឺរកប្រវែងផ្លូវដែលលើកសរុបអញ្ចឹងគាត់លើកផ្លូវ3ដង3លើកនេះកន្លែងនេះអាទី2នេះយើងសម្រួលបានយើងសម្រួលលេខទូជាងមុនមកដើម្បីងាយស្រួលគណនាចាអញ្ចឹងប្រវែងផ្លូវដែលត្រូវលើកគឺប្រវែងផ្លូវទី1ទី2ទី3បូកបញ្ចូលគ្នាបានប្រវែងប៉ុណ្នេះប៉ុន្តែយើងអាចបដូរវាជាទស្សភាគបានដោយសារជាប្រវែងអត់តន់ចប់ទេលំហាត់របស់យើងនៅរកចំណុចអក្សរកទៀតគឺរកប្រវែងផ្លូវត្រូវលើកបង្ហើយ3នេះគឺជាចម្លើយអក្សរកគឺជាប្រវែងផ្លូវសរុបដែលត្រូវលើក 0.45 នេះគឺជាប្រវែងផ្លូវដែលលើកបានទាំង3លើកហ្នឹងគណនាដោយវិធីដកឃើញប៉ុណ្នេះចាហើយយើងដូចនេះមកអរគុណ